យើងនឹងคลายទៅជាមនុស្សដែលមានសំណាងនៅពេលដែលយើងបានជួបនឹងមនុស្សដែលចេះទទួលខុសត្រូវសូមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូភាគថ្មីរបស់ខ្ញុំពីសប្តាហ៍មុនចូលឆ្នាំខ្មែរខ្ញុំអត់បានចេញវីដេអូថ្មីជូនបងប្អូនទេដោយសារតែមានបញ្ហាផ្ទាល់ខ្លួនបន្តិចបន្តួចអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរប្រធានបទដែលខ្ញុំនឹងលើកយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាមានចំណងជើងថាការទទួលខុសត្រូវជាអំពើរបស់មនុស្សល្អស្វាមីល្អភរិយាល្អកូនល្អមិត្តរួមការងារល្អអ្នកជិតខាងល្អមេដែលល្អគឺជាមនុស្សដែលចេះទទួលខុសត្រូវហើយប្រកបណាស់មនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នារួមរស់នៅក្បែរនិងចង់ប្រស្រ័យទាក់ទងជាមួយមនុស្សប្រភេទនេះពិភពលោកមួយនេះសង្គមមួយនេះស្ថាប័នមួយនេះគ្រួសារមួយនេះនឹងគ្មានចំនួនកើតឡើងនោះទេប្រសិនបើមនុស្សគ្រប់គ្នាចេះទទួលខុសត្រូវនិងប្រតិបត្តិតាមទូនាទីរៀងៗខ្លួននោះណាតែមនុស្សយើងចេះតែល្មើសទូនាទីកិច្ចវេះការទទួលខុសត្រូវដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទើបចេះតែមានបញ្ហានិងចំនួនកាត់ឡើងប្រវត្តិសាស្ត្ររបស់មនុស្សរាប់រយពាន់ឆ្នាំមកហើយឆ្លោះគ្នាតែនឹងរឿងដដែលដើម្បីតែប្រយោជន៍ខ្លួនឯងតាំងពីរឿងផ្ទាល់ខ្លួនរឿងក្នុងគ្រួសាររឿងក្នុងស្ថាប័នរឿងនៅក្នុងសង្គមរហូតដល់រឿងនៅក្នុងពិភពលោកទាំងមូលតែម្ដងមនុស្សមិនព្រមទទួលខុសត្រូវមិនព្រមទទួលស្គាល់ថាខ្លួនឯងធ្វើខុសហើយចេះតែកិច្ចវេះទម្លាក់កំហុសទៅលើអ្នកដទៃទោះបីជាខ្លួនឯងបានធ្វើខុសពិតមែនក៏ដោយជីវិតអ្នករស់នៅប្រៀបដូចជាធ្លាក់នរកទាំងដែលកំពុងនៅរស់បើបានជួបនឹងមនុស្សខ្វះការទទួលខុសត្រូវបែបនេះឧទាហរណ៍ថានៅក្នុងគ្រួសារមួយមានឪពុកដែលមិនចេះទទួលខុសត្រូវគាត់ចាំតែស្ដីបន្ទោសក៏ដូចជាទម្លាក់កំហុសទៅលើកូនឬក៏ភរិយានៅពេលដែលមានបញ្ហាណាមួយកើតឡើងនៅក្នុងគ្រួសាររបស់គាត់ដូចជាកូនរៀនមិនបានលទ្ធផលល្អកូនពេចសាលាក៏ទៅបន្ទោសកូនថែមថាមកពីកូនមិនល្អកូនមិនខំរៀនឬក៏បន្ទោសភរិយាថាមិនចេះអប់រំកូនតែគាត់បែរជាមើលរំលងទូនាទីក៏ដូចជាការទទួលខុសត្រូវរបស់ខ្លួនឯងចំពោះគ្រួសារទៅវិញគ្រួសារមួយរុងរឿងរីកចម្រើនទៅបានគឺអាស្រ័យដោយសមាជិកគ្រួសារម្នាក់ចេះទទួលខុសត្រូវនិងដឹងពីទូនាទីរបស់ខ្លួនរៀងខ្លួននៅពេលដែលគ្រួសាររបស់អ្នកជួបប្រទះនៅបញ្ហាអ្វីមួយសូមក្រឡេកមើលសកម្មភាពរបស់អ្នកមុនគេថាតើអ្នកបានគ្រប់ទូនាទីរបស់អ្នកបានល្អហើយឬនៅបើអ្នកធ្វើបានល្អគ្រប់យ៉ាងហើយនៅតែជួបបញ្ហាចាំបន្ទោសលើព្រេងវាសនាអ្នកជាឪពុកទូនាទីរបស់អ្នកមិនត្រឹមតែរកចំណូលផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេការចិញ្ចឹមអប់រំកូនក៏ជាចំណែកនៃការទទួលខុសត្រូវដ៏ធំផងដែរក្នុងបេសកកម្មនិងចក្ខុវិស័យដែលជាដំណើរឆ្ពោះទៅរកភាពរីកចម្រើននិងសុភមង្គលនៅក្នុងគ្រួសារភាពជាគំរូមានតម្លៃជាងដំបូងមានរាប់ពាន់ឃ្លាទៅទៀតបើអ្នកជាឪពុកមួយថ្ងៃគិតតែផឹកគ្រឿងស្រវឹងចង់តែសប្បាយកូនក៏នឹងមើលគំរូតាមអ្នកដែរវាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំតែងតែមើលអំពីគំរូនៃការតស៊ូការអត់ធ្មត់ចិត្តល្អនិងការរិះគន់របស់ឪពុកម្ដាយខ្ញុំទោះជាខ្ញុំធ្វើមិនបានដូចគាត់100%ក៏ខ្ញុំទទួលឥទ្ធិពលនៃភាពជាគំរូរបស់គាត់បានខ្លះដែរលទ្ធផលបច្ចុប្បន្នអំពីស្ថានភាពគ្រួសាររបស់អ្នកវាបង្ហាញអំពីកម្រិតនៃការទទួលខុសត្រូវរបស់អ្នករួមជាមួយនឹងសមាជិកគ្រួសាររបស់អ្នកទាំងអស់គ្នាបើអ្នកជាឪពុកម្ដាយកូនដឹងនិងស្គាល់ពីទូនាទីរបស់ខ្លួនរៀងខ្លួនហើយចូលរួមគោរពទូនាទីនិងទទួលខុសត្រូវបានល្អនោះគ្រួសាររបស់អ្នកនឹងបានល្អហើយមានតែភាពរីករាយរុងរឿងរីកចម្រើនទៅមុខជានិច្ចឧទាហរណ៍មួយទៀតនៅពេលមានបញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួចនៅលើដងផ្លូវភាគីទាំងសងខាងតែងតែឈ្លោះគ្នាដណ្ដើមរកត្រូវរៀងខ្លួនព្រោះតែចង់គេចវេះការទទួលខុសត្រូវដើម្បីកុំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួនតែគាត់មិនបានគិតដល់អ្នកដទៃនោះទេថាតើគេត្រូវខាតអ្វីខ្លះធ្វើម៉េចឲ្យតែគាត់បានរួចខ្លួនមនុស្សដែលខ្វះទំនួលខុសត្រូវតែងតែផ្ដល់ការជឿចាប់និងកេងចំណេញដល់មនុស្សនៅជុំវិញខ្លួនមនុស្សបែបនេះសពថ្ងៃមានមិនតិចនោះទេនៅក្នុងសង្គមរបស់យើងមនុស្សបែបនេះទៅដល់ទីណាបង្កបញ្ហានៅទីនោះនៅក្នុងផ្ទះធ្វើបាបអ្នកផ្ទះ
នៅក្នុងសង្គមបង្កបញ្ហាបង្កផលលំបាកដល់សង្គមនៅក្នុងធម្មជាតិបំផ្លាញធម្មជាតិដោយមិនខ្វល់ពីអ្វីឡើយធ្វើម៉េចឲ្យតែខ្លួនគាត់បានស្រួលបានចំណេញចង់អ្នកណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅប៉ុន្តែប្រហែលជាគាត់កំពុងតែភ្លេចថាគាត់រស់នៅលើផែនដីតែមួយក្នុងសង្គមតែមួយដែលមានទំនាក់ទំនងគ្នាបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកដើម្បីរស់រានបើថ្ងៃនេះយើងបំផ្លាញធម្មជាតិថ្ងៃក្រោយធម្មជាតិនឹងបំផ្លាញយើងវិញបើថ្ងៃនេះយើងបំផ្លាញគ្រួសារដោយការខ្វះទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់កូនថ្ងៃក្រោយកូននឹងបំផ្លាញយើងវិញនេះជាច្បាប់ធម្មជាតិទាំងនេះជាឧទាហរណ៍តូចៗប៉ុណ្ណោះដែលខ្ញុំលើកយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាយ៉ាងណានៅមានឧទាហរណ៍ជាច្រើនទៀតនៅក្នុងសង្គមយើងសពថ្ងៃពាក់ព័ន្ធនឹងការខ្វះទំនួលខុសត្រូវប៉ុន្តែសង្ឃឹមថាអត្ថបទដែលខ្ញុំលើកយកមកចែករំលែកនេះនឹងបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដូច្នេះសូមបងប្អូនកុំសប្បាយរីករាយនឹងការគេចវេះពីទំនួលខុសត្រូវចាំថាបងប្អូនសប្បាយប៉ុណ្ណាសេចក្តីទុក្ខនឹងត្រឡប់មករកបងប្អូនវិញប៉ុណ្្នឹងឯងបើមិនថ្ងៃនេះគឺថ្ងៃស្អែកយើងអាចភ្លេចទង្វើដែលយើងបានធ្វើប៉ុន្តែធម្មជាតិដែលមានមេឃដីជាសាក្សីនឹងជួយចងចាំជំនួសយើងជានិច្ចជាចុងក្រោយបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និងជួយចុចចែករំលែកម្នាក់មួយផងបើបងប្អូនមិនទាន់បាន follow page របស់ខ្ញុំទេក៏សូមជួយចុច follow ឲ្យម្នាក់មួយផងបើនៅលើ YouTube សូមជួយចុច like និងជួយចុច subscribe channel របស់ខ្ញុំផងសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់